សូមគោរពជំរាបសួរដល់បងប្អូនជាយុវជនកម្ពុជាដែលកំពុងតែតាមដាននៅ Channel YouTube របស់ខ្ញុំបាទសម្រាប់ថ្ងៃនេះក៏មិនខុសពីថ្ងៃមុនផងដែរខ្ញុំក៏ចង់គោរពចែករំលែកនៅព័ត៌មានអាហារូបករណ៍មួយដែលពាក់ព័ន្ធជាមួយនឹងអាហារូបករណ៍របស់រដ្ឋាភិបាលចិនប្រភេទជាលក្ខណៈ CSC ដែលជាប្រភេទ Silk Road Program ហើយដូចជាបងប្អូនទាំងគ្នាបានជ្រាបមកហើយថា Silk Road Program គឺជាកម្មវិធីអាហារូបករណ៍របស់រដ្ឋាភិបាលចិនដែលយើងនិយាយបានថាកម្មវិធីនេះគឺវាមានតម្លៃស្មើជាមួយនឹង CSC Type A ក៏ដូចជា CSC Type B ដែរបាទហើយអ្វីដែលខ្ញុំចង់ចែករំលែកនៅថ្ងៃនេះគឺជាប្រភេទអាហារូបករណ៍ដែលផ្ដល់ជូនតាមរយៈសាកលវិទ្យាល័យមួយនៅឯសាធារណរដ្ឋប្រជាមានិតចិនគឺសាកលវិទ្យាល័យ Nanjing University of Art បាទឬក៏គេហៅអក្សរកាត់ថា NUA បាទសាកលវិទ្យាល័យ Nanjing University of Art ហ្នឹងគឺមានទីតាំងស្ថិតនៅគេថា Jiangsu Province បាទនៅឯខេត្ត Jiangsu បាទទីក្រុង Nanjing ផ្ទាល់តែម្ដងហើយមុខជំនាញដែលសាលាដែលគាត់ផ្ដល់ឲ្យនេះគឺមានចំនួន5មុខជំនាញបាទហើយមុខជំនាញនេះគឺបានផ្ដល់ឲ្យទាំងថ្នាក់បរិញ្ញាបត្រនិងថ្នាក់អនុបណ្ឌិតផងដែរបាទមុខជំនាញទី1គឺពាក់ព័ន្ធជាមួយនឹងជំនាញខាង art តែម្ដងបាទខាង art គឺពាក់ព័ន្ធជាមួយនឹង art បងប្អូនទាំងគ្នាអាចនិយាយបានថាart ជាមុខវិជ្ជាសិល្បៈបាទសិល្បៈនោះវាអាចមានជា architect ជាការគូររូបឬក៏ជាគេថា visual communication design ការ design អីជាដើម art management បាទការ paintings បាទ animation បាទ animation មានថាវាស្ថិតនៅក្នុងគំនូរជីវចលអីផ្សេងៗណាបងប្អូនគ្នាបាទហើយអ្វីដែលចំណុចមួយទៀតពាក់ព័ន្ធជាមួយនឹង digital media art មួយទៀតបាទហើយមុខជំនាញទាំងអស់ហ្នឹងគឺ program មានទាំងរៀនជាភាសាអង់គ្លេសនិង program មានទាំងរៀនជាភាសាចិនបាទអញ្ចឹងសម្រាប់បងប្អូនជាបេក្ខជនដែលមានបំណងចង់ដាក់ពាក្យអាហារូបករណ៍ចង់បាននៅប្រភេទអាហារូបករណ៍ CAC Silk Road Program នេះបងប្អូនអាចដាក់ពាក្យបានទៅកាន់សាកលវិទ្យាល័យ Nanjing University of Art នឹងបានបញ្ជាក់ឲ្យថាជាប្រភេទអាហារូបករណ៍របស់រដ្ឋាភិបាលចិនតម្លៃស្មើនឹងអាហារូបករណ៍ CAC Type A និង Type B ដែរបងប្អូនទាំងគ្នាបាទសម្រាប់សាកលវិទ្យាល័យ Nanjing University of Art ហ្នឹងគឺស្ថិតនៅទីក្រុង Nanjing នៃខេត្ត Jiangsu បាទហើយសាកលវិទ្យាល័យទៀតសោតគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងមួយជាក្រសួងពិសេសគឺក្រសួងពាក់ព័ន្ធជាមួយ Ministry of Culture and Tourism បាទដោយសារតែអានឹងដូចនៅស្រុកខ្មែរយើងដូចជាសាលាវិចិត្រសិល្បៈរបស់យើងឬក៏សាលានេះនោះគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌និងសិល្បៈអានឹងដូចគ្នាដែរហើយនៅចិនគឺស្ថិតក្រោមក្រសួងវប្បធម៌និងទេសចរបាទ Ministry of Culture and Tourism ហើយនឹងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តនៃខេត្តឈៀងស៊ូផ្ទាល់តែម្ដងអញ្ចឹងមានថាសាកលវិទ្យាល័យ Nanjing University of Art ហ្នឹងគឺស្ថិតក្រោមការគ្រប់គ្រងពីរទី1គឺគ្រប់គ្រងដោយក្រសួងវប្បធម៌និងទេសចរហើយនឹងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាលខេត្តផ្ទាល់ទោះបីជាយ៉ាងណាក៏ដោយស្ថិតក្រោមវិស័យអប់រំសាលាមួយនេះក៏ស្ថិតក្រោមការមើលថែរបស់ក្រសួងអប់រំរបស់ចិនផងដែរបាទសាកលវិទ្យាល័យNanjing University of Art ហ្នឹងគឺមាន School of Academic Teaching ហ្នឹងរហូតដល់16សាលាមាន16សាលាហ្នឹងមាន16 school for example School of International School of Economics School of Management ឬក៏ School of អីផ្សេងៗទៀតជាងទៅអាហ្នឹងគឺបងប្អូនអាចធ្វើការស្វែងយល់ឬឆ្វេងយល់បន្ថែមអំពីព័ត៌មានទាំងអស់ហ្នឹងខ្ញុំនឹងតម្លាក់ link ចូលព័ត៌មានចូលនៅក្នុង channel YouTube របស់ខ្ញុំគ្រាន់តែបងប្អូនទាំងនេះចុច link ហ្នឹងទៅគឺបងប្អូនអាចទទួលបានព័ត៌មានបន្ថែមឬក៏ព័ត៌មានលម្អិតបានតាមរយៈ link របស់ខ្ញុំដែលខ្ញុំនឹងដាក់ជូនដល់បងប្អូនទាំងគ្នាបាទហើយនៅសាលានោះគឺមានមុខវិជ្ជារហូតដល់43មុខវិជ្ជា undergraduate major ហើយចំនួននិស្សិតដែលកំពុងតែរៀននៅទីនោះរហូតដល់12000នាក់ជាងហើយគ្រូបង្រៀននៅទីនោះរហូតដល់766នាក់ជាងផងដែរបាទសម្រាប់បងប្អូនដែលចង់ធ្វើការដាក់ពាក្យ
ទៅកាន់សាកលវិទ្យាល័យ Nanjing University of Art បងប្អូនត្រូវសួរថាបងប្អូនត្រូវរៀបចំនៅឯកសារអ្វីខ្លះអញ្ចឹងសម្រាប់ការរៀបចំនៅឯកសារដាក់ពាក្យនៅសាកលវិទ្យាល័យ Nanjing University of Art ក៏មិនខុសជាមួយនឹងការដាក់ពាក្យទៅតាមប្រភេទនៃអាហារូបករណ៍ផ្សេងៗឬក៏ទៅកាន់សាកលវិទ្យាល័យផ្សេងៗដែរទី1ឯកសារចាំបាច់ទី1គឺពាក់ព័ន្ធជាមួយនឹងការpassport បាទ passport home page របស់បងប្អូនគ្នាអញ្ចឹងគឺបងប្អូនដែលជាយុវជនគឺត្រូវមាន passport ជាចាំបាច់ហើយ passport ហ្នឹងគឺជា passport ដែលមានសុពលភាពទៀតបាទហ្នឹងចំណុចទី1ទី2គឺបងប្អូនត្រូវមាន transcript official transcript បាទប្រតិបត្តិបន្ទុបាទសម្រាប់បងប្អូនដាក់ថ្នាក់បញ្ញត្តិសូមយកប្រតិបត្តិបន្ទុថ្នាក់ទី10 11 12បាទអាហ្នឹងហើយសម្រាប់បងប្អូនដាក់ថ្នាក់អនុបណ្ឌិតត្រូវមានសញ្ញាបត្រប្រតិបត្តិបន្ទុតាំងពី foundation year រហូតដល់បញ្ចប់ការសិក្សាបាទបងប្អូនត្រូវមាន certificate មាន graduate certificate ឬក៏ high school certificate បាទយើងអាចយកទៅបកប្រែឲ្យបាទចំណុចទី4គឺពាក់ព័ន្ធជាមួយនឹង proof of language proficiencies បាទពាក់ព័ន្ធជាមួយនឹងផុសតាងនៅគេថាផុសតាងកម្រិតភាសាបរទេសរបស់យើងសម្រាប់កន្លែងនេះគឺបងប្អូនបើសិនជាបងប្អូនដាក់ពាក្យថ្នាក់ bachelor គឺភាគច្រើនគឺគេផ្ដល់តែ Chinese program ទេអញ្ចឹងគឺបងប្អូនត្រូវមុននឹងចូលរៀននៅសាកលវិទ្យាល័យនោះឬក៏ដើម្បីដាក់ពាក្យទៅបានគឺបងប្អូនចាំបាច់ត្រូវមាន ASK 3យ៉ាងតិចបាទ ASK 3យ៉ាងតិចបើសិនជាបងប្អូនដែលជាបេក្ខជនមិនមានកម្រិត ASK ទេច្បាស់ណាស់គឺបងប្អូនមិនអាចដាក់ពាក្យទៅកាន់សាកលវិទ្យាល័យ Nanjing University of Art ទេហើយលក្ខខណ្ឌរបស់គេប្រសិនបើបងប្អូនមាន ASK 3បាទមាន ASK 3គឺបងប្អូននឹងត្រូវបានជ្រើសរើសបាទនឹងត្រូវបានជ្រើសរើសជាបេក្ខជនហើយឲ្យទទួលបាននៅអាហារូបករណ៍បាទមានថាគេនឹងអាចជ្រើសរើសបងប្អូនជាបេក្ខជនគេថាបេក្ខជនដែលមានសក្តានុពលហើយនឹងបន្តនីតិវិធីផ្សេងទៀតដូចជាមានការសម្ភាសអនឡាញឬក៏មាននីតិវិធីផ្សេងទៀតបងប្អូននឹងទទួលបានអ៊ីមែលបញ្ជាក់បន្ថែមពីកាន់សាកលវិទ្យាល័យចាំបាច់គឺបងប្អូនត្រូវតែមាន ASK 3បាទត្រូវតែមាន ASK 3បាទអ្នកដែលមាន ASK 3ហើយនឹងមានលទ្ធភាពទៅបន្តនីតិវិធីបន្តទៀតបាទហើយសម្រាប់បងប្អូនដែលដាក់ពាក្យជារៀនជាលក្ខណៈ international program ជាការរៀនយកប្រើប្រាស់ភាសាអង់គ្លេសជាយាននោះគឺបងប្អូនត្រូវមាន IELTS score certificate ហើយ IELTS score នឹងត្រូវមានចាប់ពី6ចុចឡើងទៅបាទ6ចុចឡើងទៅហើយឯកសារទី5គឺពាក់ព័ន្ធជាមួយនឹង physical examination form បាទឯកសារពិនិត្យសុខភាពបាទសម្រាប់ឯកសារពិនិត្យសុខភាពនេះគឺបងប្អូនគ្នាអាចធ្វើការស្វែងយល់បន្ថែមឬក៏ឆ្វេងយល់បន្ថែមនៅព័ត៌មានដែលខ្ញុំធ្លាប់បានជម្រាបជូនថាតើយើងគួរត្រូវតែទៅពិនិត្យសុខភាពនៅទីណាដើម្បីគេទទួលស្គាល់ជាផ្លូវការបាទឯកសារទី6គឺពាក់ព័ន្ធជាមួយ no crime no record បាទលិខិតឬក៏បទដ្ឋានលិខិតថ្កោលទោសបាទលិខិតថ្កោលទោសហើយលិខិតថ្កោលទោសក៏ខ្ញុំធ្លាប់ជំរាបជូនដែរថាយើងធ្វើនៅតាណាអេតន័យអានឹងគឺបងប្អូនអាចធ្វើបានហើយសម្រាប់នៅពេលបច្ចុប្បន្ននេះគឺក្រសួងយុទ្ធភ័ពបានដាក់ឲ្យបេក្ខជនក៏ដូចជាដាក់ឲ្យអ្នកស្នើសុំនឹងអាចស្នើសុំតាមរយៈអនឡាញផងដែរបាទអនឡាញផងដែរហើយទី7គឺពាក់ព័ន្ធជាមួយ letter of commitments អញ្ចឹងសម្រាប់បេក្ខជនគ្រប់បេក្ខជនទាំងអស់ទោះបីថ្នាក់បរិញ្ញាបត្រក៏ដោយអនុបណ្ឌិតក៏ដោយឬបណ្ឌិតក៏ដោយគឺត្រូវបំពេញនៅ letter of commitment បាទលិខិតបដិញ្ញាចិត្តមួយបាទលិខិតបដិញ្ញាចិត្តនឹងគឺសាលាគេមានតម្រងឲ្យហើយយើងគ្រាន់តែយកមកបំពេញនៅក្នុងលិខិតបដិញ្ញាចិត្តតែម្ដងហើយខ្ញុំនឹងទម្លាក់ link ជូនដល់បងប្អូនគ្នាថាលិខិតបដិញ្ញាចិត្តនឹងបងប្អូនអាចចុចនៅ link ណាទើបរកនៅគំរូលិខិតបដិញ្ញាចិត្តនឹងបានឯកសារទី8ពាក់ព័ន្ធជាមួយនឹង proof of application fee transfer បាទមានន័យថាសម្រាប់ការដាក់ពាក្យអាហារូបករណ៍នេះគឺបងប្អូនអ្នកគ្នាការដាក់ពាក្យមាន2នីតិវិធីទី1សម្រាប់ application online គឺបងប្អូនអាចមុននឹងចូលទៅដល់ application online របស់ CAC បានគឺបងប្អូនត្រូវធ្វើការចុះឈ្មោះនៅក្នុង application online របស់សាកលវិទ្យាល័យសិនដើម្បីឲ្យសាកលវិទ្យាល័យធ្វើការ review ទៅលើ document របស់បងប្អូនអ្នកគ្នានៅពេលដែលសាលាបានធ្វើការ review document របស់បងប្អូនអ្នកគ្នាហើយនោះសាលាគាត់នឹងចេញ pre admission letter ជូនដល់បងប្អូនអ្នកគ្នាហើយបន្តមកទៀតគឺបងប្អូនអ្នកគ្នាអាចធ្វើការ log in ចូលទៅក្នុង system របស់ CAC ដើម្បី
បំពេញនិងបញ្ចប់នៅនីតិវិធីបំពេញ application online នៅក្នុង system របស់ CAC តែម្ដងបាទប៉ុន្តែតម្រូវការឲ្យបងប្អូនទាំងគ្នាត្រូវការ pay បាទសម្រាប់ pay ទៅលើគេថា application online fee នៅក្នុងសាកលនៅក្នុងសាកលវិទ្យាល័យរបស់គេនេះគឺយើងត្រូវ pay 500 yuan បាទត្រូវ pay 500 yuan ប្រសិនបើបងប្អូនទាំងគ្នាជ្រើសរើសតែមួយមុខវិជ្ជាដើម្បីដាក់ពាក្យប៉ុន្តែបើសិនជាបងប្អូនជ្រើសរើសមុខពីជំនាញដើម្បីដាក់ពាក្យនោះបងប្អូនត្រូវថែម500 yuan ទៀតអញ្ចឹងបងប្អូនត្រូវចំណាយ 1000 yuan ដើម្បីធ្វើការគ្រាន់តែចុះឈ្មោះដាក់ពាក្យចូលក្នុង application online របស់សាកលវិទ្យាល័យយើងចំណុចនេះបងប្អូនមួយចំនួនប្រហែលជាឆ្ងល់ថាហេតុអីបានយើងត្រូវចំណាយលុយទៅលើ application online នៅក្នុង system របស់សាកលវិទ្យាល័យជាធម្មតាសាកលវិទ្យាល័យមុននឹងសម្រេចចិត្តថាយកនៅបេក្ខជនមួយដើម្បីឲ្យគាត់បន្តនីតិវិធីទៅលើ application online របស់ CAC នោះសាលាគាត់ត្រូវការ check ទៅលើ student material សិនថាតើបងអូនម្នាក់ហ្នឹងគឺគាត់គ្រប់លក្ខខណ្ឌដែលសាលាអាចទទួលយកបានអត់អានឹងចំណុចទី1ហើយអ្វីដែលគេឲ្យអ្នក expert ហ្នឹងគឺមក review ហ្នឹងគឺសាលាគាត់ជួលអ្នក expert បាទជួលអ្នកជំនាញមកធ្វើការ review ទៅលើឯកសារទាំងអស់ហ្នឹងអញ្ចឹងហើយអាថ្លៃដែលយើងបង់ទៅលើ system របស់សាកលវិទ្យាល័យ500 yuan ហ្នឹងគឺដើម្បីជួលអ្នក expert ទេជួលអ្នក expert ពីសាលាផ្សេងឬក៏ជួលអ្នក expert ដែលធ្វើការនៅក្នុងសាលាដើម្បីចំណាយពេលវេលា scanning your document បាទដើម្បីពិនិត្យមើលទៅលើឯកសាររបស់បងប្អូននោះទេថាតើឯកសាររបស់បងប្អូនអាចទទួលយកបានឬមិនទទួលយកបានគ្រប់លក្ខខណ្ឌឬមិនគ្រប់លក្ខខណ្ឌហើយបើសិនជាគ្រប់លក្ខខណ្ឌត្រូវបន្តនីតិវិធីបានទៀតនោះសាលាគាត់នឹងធ្វើការជំរាបជូនតាមរយៈ email ដែលបងប្អូនបានដាក់នៅក្នុង application online ផ្ទាល់តែម្ដងបាទហើយចំណុចឯកសារទី9គឺពាក់ព័ន្ធជាមួយ other supporting document បាទហើយឯកសារមួយទៀតខ្ញុំបានភ្លេចជំរាបជូនដែរពាក់ព័ន្ធជាមួយនឹង study plan បាទឯកសារ study plan ក៏ជាឯកសារមួយសំខាន់ដែរហើយនីតិវិធីក៏ដូចជារបៀបនៃការសរសេរនៅ study plan ក៏ខ្ញុំបានធ្លាប់ជំរាបជូននៅក្នុងវីដេអូរបស់ខ្ញុំពីមុនមកផងដែរហើយdeadline នៃការដាក់ពាក្យបងប្អូនគ្នា deadline នៃការដាក់ពាក្យគឺបងប្អូនត្រូវរៀបចំឯកសារឲ្យបានមុនថ្ងៃទី20ខែហ្នឹងបាទមុនថ្ងៃទី20ខែ5ហ្នឹងហើយធ្វើការ submit ឲ្យបានមុនថ្ងៃទី31បងប្អូនអាចធ្វើការតំណែងមកខ្ញុំផ្ទាល់ដើម្បីពិគ្រោះយោបល់ហើយការពិគ្រោះយោបល់គឺ free អត់មានគិតសេវាពីបងប្អូននោះទេបងរីករាយក្នុងការចូលរួមពិគ្រោះយោបល់ជាមួយបងប្អូនគ្នាតាមរយៈ channel Telegram របស់ខ្ញុំឬក៏អាចសួរបាននៅក្នុងcomment នៅក្នុង YouTube របស់ខ្ញុំផ្ទាល់តែម្ដងបាទអញ្ចឹងបងប្អូនគ្នាអាចនឹងទទួលបានព័ត៌មានបន្ថែមសូមឲ្យបងប្អូនគ្នាចុចទៅលើ link ខាងលើនេះបាទចុចទៅលើ link ខាងលើនេះបងប្អូននឹងទទួលបាននៅព័ត៌មានបន្ថែមឬក៏អាចចុចទៅ link ខាងក្រោមនៅក្នុង description របស់ខ្ញុំគឺខ្ញុំនឹងទម្លាក់ link លំអិតផ្ទាល់តែម្ដងពាក់ព័ន្ធជាមួយនឹងព័ត៌មានអាហារូបករណ៍ខាងលើហើយបងប្អូននៅពេលដែលបើសិនជាបងប្អូនបានធ្វើការចុះឈ្មោះឬក៏ upload ឬក៏ apply ដោយខ្លួនឯងហើយបងប្អូនអាចគ្រាន់តែតំណែងមកខ្ញុំបន្តិចដើម្បីឲ្យដឹងថាបងប្អូនណាខ្លះបានធ្វើការដាក់ពាក្យទៅហើយបងប្អូនណាខ្លះដែលមិនទាន់បានដាក់ពាក្យដើម្បីឲ្យខ្ញុំធ្វើជាបញ្ជីតូចមួយឬក៏រាយនាមតូចមួយទៅកាន់អ្នកគ្រូម្នាក់ដែលគាត់កំពុងតែធ្វើការនៅ Student International Affairs ហ្នឹងហើយអ្នកគ្រូគឺគាត់បាន pass ព័ត៌មានមកខ្ញុំហើយយើងសង្ឃឹមថាព័ត៌មានហ្នឹងគឺត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈ channel YouTube របស់ខ្ញុំនេះផ្ទាល់តែម្ដងហើយក៏ជឿជាក់ថាយុវជនកម្ពុជាយើងនឹងមានឱកាសកាន់តែច្រើនទៅហើយនឹងមានឱកាសបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនមិនថានៅសាកលវិទ្យាល័យ Nanjing University of Art ឬក៏បណ្ដាសាកលវិទ្យាល័យផ្សេងសង្ឃឹមថានឹងមាននិស្សិតកម្ពុជារបស់យើងកាន់តែច្រើនទៅដើម្បីបន្តការសិក្សានៅទីនោះបាទអូខេអញ្ចឹងសង្ឃឹមថាបងប្អូនទាំងនេះច្បាស់អាចធ្វើបានហើយបើសិនជាមានជាសំណួរអាចសួរនៅក្នុង YouTube របស់ខ្ញុំសរសេរមកខ្ញុំនឹងឆ្លៀតពេលឆ្លើយជូនដល់បងប្អូនទាំងនេះឬក៏បងប្អូនទាំងនេះអាចតាក់ទងមក channel Telegram របស់ខ្ញុំគឺ077 95 99 88អូខេសង្ឃឹមថាបងប្អូនទាំងនេះនឹងរៀបចំឯកសារទាន់ពេលវេលាហើយបើមានការ consult អីកុំស្ទាក់ស្ទើរអាចតាក់ទងបងបាន
អរគុណច្រើនបងប្អូនទាំងគ្នាជូនពរសុខភាពល្អជោគជ័យទាំងអស់គ្នា